ចូលមកដល់ថ្ងៃបន្ទាប់មនុស្សម្នានៅក្នុងរោងបុណ្យញាប់ដៃញាប់ជើងក្នុងកិច្ចការរបស់ពួកគាត់រៀងៗខ្លួនត្បិតអីថ្ងៃនេះជាថ្ងៃត្រូវដង្ហែសពចូលរោងបុណ្យសាច់ញាតិសពដែលត្រូវបំពេញកាតព្វកិច្ចបួសមុខភ្លើងចាប់ផ្ដើមកោសក់បណ្ដាការកោសក់ជាការបង្ហាញនៅភក្ដីភាពដឹងគុណដល់សពត្បិតអីសក់ចាត់ទុកជាគ្រឿងលម្អរាងកាយដែលមនុស្សស្រឡាញ់ការលះបង់សក់វាបញ្ជាក់ពីសក្ខីភាពកាន់ទុក្ខចំពោះសពនៅខាងក្នុងសាលាគេមានរៀបចំបានឡុងសម្រាប់ឧទ្ទិសជូនសពវាមានអត្តន័យដូចថាពេលគាត់ស្លាប់ទៅក៏ប្រើប្រាស់ដូចតែយើងមនុស្សយើងនៅរស់សពថ្ងៃនេះឯងចាយើងប្រើមានតាំងពីចន្លោះមានសម្បត្តិអីចឹងទៅមានមកចប់ដូចតែមនុស្សយើងប្រើប្រាស់រឿងហ្នឹងតែបែរជាគាត់ចេះឋានទៅក៏យើងត្រូវតែទិញដាក់ឲ្យគាត់ចុះអីវ៉ាន់ហ្នឹងយើងទៅបូជាជាមួយសពឬមិនអីវ៉ាន់នេះបានទៅប្រសង់មួយចំនួនហើយលោកគ្រូអាចារ្យមួយចំនួនយើងវេប្រកេនប្រសងឲ្យនឹងជួនអាចារ្យបាទបានមគ្គផលនឹងដល់សពបាទហើយបានចម្លងដល់សពឧបជាបានមន្តគ្រូធម្មសនៈនៅគុណទេធម្មយមតាមយាចាមួយឈ្មោះរៀមរឿនអាយុ51ឆ្នាំ30ទៀតនៅក្នុងពុទ្ធសមាវត្តអង្គមរេមន្តយាចានៅមលាវង2ពិធីដង្ហែសពឬរំកិលសពបានចាប់ផ្ដើមសពដែលគេយកមកទុកកាលពីយប់មិញនឹងចាប់ផ្ដើមបន្តដង្ហែជុំវិញភូមិនិងជាចុងក្រោយនឹងយកទៅតម្កល់ក្នុងដែនរាជវត្តការហែសពនេះក៏មិនខុសពីការហែសពទូទៅដែរខុសតែនេះជាឆ្អឹងសពនឹងមានចំនួនច្រើនអាចារ្យយោគីដៃកាន់ទង់ព្រលឹងនិងអ្នកភ្លុក4នាក់កំពុងចាត់ចែងក្បួនហែនិងមានព្រះសង្ឃចាស់បូសាមួយអង្គជាអ្នកនៅមុខប្រទេសសាលីអ្នកបួសមុខភ្លើងជាមួយនឹងកម្រងស្បូវឃ្លាំងពាក់ពីលើក្បាលអូសបន្លាយទៅដល់ក្តាមឈូសក្នុងន័យនេះស្បូវឃ្លាំងតំណាងឲ្យកិលេសតណ្ហាការសណ្ដោងស្បូវឃ្លាំងតមកជាប់នឹងសពជាការបង្ហាញឲ្យឃើញថាមនុស្សគ្រប់រូបជៀសមិនផុតពីការស្លាប់ឡើយរីឯលីដែលគេបាចនោះតំណាងឲ្យសក់រោមស្បែកនិងឆ្អឹងដែលនៅរាយប៉ាយលើព្រះធរណីសរុបទៅការដង្ហែសពទៅកាន់ដែនរាជវត្តជាកិច្ចនាំបុគ្គលទៅកាន់សុគតិភពសង្កេតឃើញអ្នកមកចូលរួមមួយចំនួនដែលជាសាច់ញាតិសពមិនបានសម្ដែងការសោកសង្រេងអ្វីទេដោយហេតុថានេះគ្រាន់តែជាកិច្ចបញ្ចប់សម្រាប់បូជាឆ្អឹងប៉ុណ្ណោះការសោកសង្រេងគឺបានកើតឡើងតាំងពីសាច់ញាតិទើបតែស្លាប់ពីដំបូងម្លេះណាមួយទៀតសពនីមួយៗបានស្លាប់តាំងពីយូរមកហើយបន្ទាប់ពីគេហែចូលដល់ដែនរាជវត្តហើយជាភារកិច្ចរបស់អាចារ្យយោគីក្នុងការធ្វើកិច្ចពិធីរៀបចំសពដាក់ក្រោមភ្នំយោងនៅល្ងាចនោះដដែលគេមានរៀបចំពិធីលើកទង់នេះគេហៅថាទង់ព្រះសូត្រឬទង់រលកភាគច្រើនអ្នកនៅតំបន់អង្គរគេហៅថាឆាកហូរលើកទង់ដោយហេតុថាការលើកទង់មានមនុស្សម្នាកកស្រែកហូរកញ្ជ្រៀវច្រើនហេតុផលដែលគេធ្វើពិធីនេះដើម្បីបណ្ដេញឧបទ្រពចង្រៃនិងការចាប់កំណើតឡើងវិញឲ្យឆ្ពោះទៅឋានខ្ពង់ខ្ពស់បើតាមពុទ្ធសាសនាការលើកទង់នេះដើម្បីបានអានិសង្សដល់ជាតិខាងមុខនៅពេលយប់គេមានលក់នំនែកនិងអាហារសម្រន់ច្រើនមុខអ្វីដែលពិសេសគេមានលេងល្បែងកម្សាន្តផ្សេងៗនិងមានការសម្ដែងល្ខោនរហូតដល់យប់ជ្រៅសម្រាប់អ្នកមកចូលរួមលុះដល់វេលាទីភ្លឺគេមានកិច្ចពិធីមួយទៀតហៅថាពិធីដាំបាយមធុបាយៈកិច្ចនេះជាកិច្ចតូចមួយក្នុងពិធីអភិសេកព្រះកិច្ចនេះគេធ្វើឡើងដើម្បីបានកុសលផលបុណ្យជូនសពក្នុងកិច្ចពិធីគេមានរៀបចំអង្ករដំណើបចេកទុំទឹកឃ្មុំនិងទឹកដូងសម្រាប់អង្ករដំណើបគឺគេត្រូវបកសម្បកដោយដៃផ្ទាល់ពីក្មេងស្រីព្រហ្មចារី4នាក់និងក្មេងប្រុស4នាក់ក្មេងស្រីទាំងនោះមានតួនាទីធ្វើការចម្អិនមធុបាយៈដោយការលាយផ្សំគ្រឿងផ្សំទាំងនោះកូរវិតជាមួយនឹងដើមអំពៅដោយក្នុងខណៈនោះក្មេងប្រុសតម្រូវឲ្យបាំងឆាត់ឲ្យក្មេងស្រីអំឡុងពេលចម្អិនគេមានរៀបចំសូត្រធម៌បង្វិលពពិលជាមួយគ្នាផងដែរនៅពេលបាយឆ្អិនហើយគេរៀបចំដង្វាយទាំងនោះរួមមានមធុបាយៈគង្គាម្លូនិងកន្ធៅមាសមុននឹងយកទៅថ្វាយព្រះ
គេត្រូវធ្វើការដង្ហែជុំវិញរោងបុណ្យចំនួន3ជុំសិន បងប្រកាសត្រឹមណានេះហ្នឹងខ្ញុំក៏នាងឈ្មោះអីនាងខ្ញុំឈ្មោះនាងអមាទេ បន្ទាប់មកមានអាចារ្យ4នាក់ដែលតំណាងឲ្យទេវតានិងឥសីបានមកសួរនាំក្មេងស្រីទាំង4នាក់នោះតាមក្បួនតម្រាពីមួយទៅមួយសិន